នេះជាការធ្វើដំណើរដ៏ពេញនិយមមួយរបស់ជនជាតិអូស្ត្រាលីគឺការធ្វើដំណើរតាមរថភ្លើងមិនថាទីជិតឬទីឆ្ងាយអ្នកទាំងអស់គ្នាអាចធ្វើដំណើរតាមរថភ្លើងប្រសិនបើអ្នកទាំងអស់គ្នាមិនចង់បើកឡានខ្លួនឯងមានការគោរពពេលវេលាទៀងទាត់ច្បាស់លាស់ដូច្នេះអ្នកទាំងអស់គ្នាមិនបារម្ភរឿងការខកដំណើរទៅដល់គោលដៅរបស់អ្នកទាំងអស់គ្នានោះទេហើយក៏មិនមានការទិញសម្បត្តិរញ៉េរញ៉ៃនោះដែរភាសាអង់គ្លេសហៅថា tap on tap off ឬក៏ការប្រើកាតដើម្បីធ្វើការចាញ់ចូលរទេះភ្លើងដោយសេរីកាតទឹកលុយនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចចាញ់ឬក៏ចុចចូលពេលអ្នកទាំងអស់គ្នាចង់ទៅគឺអ្នកទាំងអស់គ្នាអាចចាញ់ចូលរបងបានភ្លាមហើយជនជាតិអូស្ត្រាលីភាគច្រើនដែលធ្វើដំណើរដោយរទេះភ្លើងនេះគឺទី1គាត់ធ្វើដំណើរផ្លូវឆ្ងាយទី2គាត់មិនមានរថយន្តខ្លួនឯងឬក៏ទី3គាត់ជាសិស្សសាលាជាជាងបើកឡានខ្លួនឯងអ្នកទាំងអស់គ្នាគ្រាន់តែអង្គុយសម្រាកហើយមើលទេសភាពនៅតាមដងផ្លូវកៅអីមានផាសុកភាពធំទូលាយមានម៉ាស៊ីនត្រជាក់ខាងឆ្វេងខាងស្ដាំផ្លាកសញ្ញាតាមដងផ្លូវងាយស្រួលក្នុងការដល់គោលដៅមានបង្គន់អនាម័យដើម្បីឲ្យអ្នកទាំងអស់គ្នាមានការងាយស្រួលក្នុងការប្រើប្រាស់បន្ទប់ទឹកមានកញ្ចក់សម្រាប់ប្រើទីតាំងទិសដៅកន្លែងដាក់អីវ៉ាន់ធំទូលាយតុសម្រាប់ញ៉ាំអាហារឬក៏សរសេរអក្សរឬក៏អានសៀវភៅកៅអីធំទូលាយងាយស្រួលក្នុងការអង្គុយឬក៏សម្រាកកន្លែងសាកទូរស័ព្ទកន្លែងឡើងឈរដើម្បីកាន់ដៃងាយស្រួលនិងមានភាពស្ងៀមស្ងាត់មិនរញ៉េរញ៉ៃ